ឲ្យតែមានជំនាញមួយជីវិតនឹងផ្លាស់ប្ដូរចេះជំនាញរស់មួយជីវិតហើយបើមានទាំងកំណត់អាចធ្វើជាថៅកែដូច Bill Gates អញ្ចឹងបាទអរគុណកូនក្មួយទាំងអស់ដែលតាក់ទងមកខាង page IMB ដើម្បីចង់រៀនសូត្រជំនាញខាងតម្លើងសូឡាជាបន្តបន្ទាប់បាទមានមួយវគ្គហើយមួយវគ្គទៀតគឺចេះតែមានអ្នកដែលចង់រៀនហើយបញ្ញាប់ទៀតបាទអ្នកខ្លះក៏រៀនបានទៅចេញយកទៅប្រកបទទួលទានដែរបាទហើយកូនក្មួយមួយចំនួននៅតែចង់រៀនទៀតដោយសារវគ្គមុនអត់បានរៀនអញ្ចឹងខ្ញុំសូមប្រកាសថាយើងនឹងមានវគ្គបណ្ដុះបណ្ដាលថ្មីនៅក្នុងពាក់កណ្ដាលខែ6ខាងមុខនេះអញ្ចឹងហើយកូនក្មួយដែលអាចចូលរៀនវគ្គពិសេសរយៈពេល7ថ្ងៃចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍បាទបងប្អូនកូនក្មួយអាចដាក់ពាក្យចូលរៀនជាមួយនឹង admin របស់ page IMB បាទកូនក្មួយដែលរៀនជំនាញបាទសូមអបអរសាទរឥឡូវនេះ Bill Gates គាត់បានសរសេរសៀវភៅគឺដើម្បីក្លាយជាអ្នកមានចំណុចទី1ដែល Bill Gates និយាយគឺជំនាញបងប្អូនត្រូវមានជំនាញមួយច្បាស់លាស់ពីព្រោះខ្លួនគាត់ផ្ទាល់ណា Bill Gates ផ្ទាល់ហ្នឹងគឺគាត់ដោយសារគាត់មានជំនាញកុំព្យូទ័រហ្នឹងហើយជំនាញកុំព្យូទ័រហើយគាត់ជំនាញខាងសរសេរ program software បន្ទាប់ពីគាត់សរសេរទៅគាត់មើលច្រើនពេកគាត់ថាគាត់ប្រម៉ែប្រមូលលុយទៅទិញអា program មួយឈ្មោះ DOS យកមកប្រើគាត់សរសេរផងហើយគាត់ប្រម៉ែប្រមូលទិញគេយកមកទុកសម្រាប់ធ្វើជាទ្រព្យសម្បត្តិរបស់គាត់អញ្ចឹងមានទាំងជំនាញមានទាំងកំណត់ខ្ញុំតែងតែប្រាប់ថាបើមានជំនាញរស់មួយជីវិតតែបើមានកំណត់អាចធ្វើថាកែបាទអាចធ្វើអ្នកមានបានដូច Bill Gates ដូចអីចឹងបានអញ្ចឹងកូនក្មួយរៀនជំនាញខាងភ្លើងណាយើងចេះវាស់ស្អីទៅវ៉ាត់ស្អីទៅវ៉ុលស្អីទៅអាំពែស្អីទៅអូមនេះមានតែនេះមួយបើក្មួយអត់ចេះក្មួយអត់បានរៀនក្មួយអត់ចេះប្រើវាប៉ុន្តែអានេះវានឹងវាស់ឲ្យយើងដឹងមានវ៉ាត់មានវ៉ុលមានអាំពែមានអូមនឹងទាំងអស់បាទមានរបស់ទាំងអស់នេះគឺស្ថិតតែជាឧបករណ៍វាស់វែងដែលយើងត្រូវការប្រើបើកូនក្មួយមានរបស់នេះចេះវាស់វែងស្គាល់វ៉ាត់វ៉ុលអាំពែអូមហើយបងប្អូនអាចនឹងចេះតម្លើងសូឡាចេះជួសជុលប្រព័ន្ធសូឡាចេះជួសជុលប្រព័ន្ធភ្លើងក្នុងផ្ទះណាយល់ពីការងារនឹងហើយបងប្អូនអាចរកប្រាក់ចំណូលបានចាំជីវិតបើសិនជាមានជំនាញជាប់ខ្លួនបងប្អូនអាចយកបន្តដល់កូនចៅបងប្អូនចំនួនក្រោយៗទៀតដើម្បីរកទទួលទានចិញ្ចឹមជីវិតជំនាញនេះខ្ញុំមិនសំដៅលើតែជំនាញខាងភ្លើងខាងសូឡាខាងម៉ូទ័របូមទឹកសូឡាប្រើភ្លើងដាក់ថ្មដាក់អីហ្នឹងទេបងប្អូនរៀនជំនាញអីក៏បានដែរខ្ញុំលើកទឹកចិត្តសូមឲ្យបងប្អូនកូនក្មួយទម្លាក់ណាអាការកំសាន្តលេងហ្គេមឬក៏កៅស្រាយនឹងបានច្រើនហើយងាកមករកជំនាញចិញ្ចឹមជីវិតណាជំនាញមានសាលារដ្ឋមានសាលាអីមួយចំនួនដែលគេបើកអត់យកលុយក៏មានដែរប៉ុន្តែគ្រាន់ថានឹងជំនាញឡានជំនាញធ្វើអីផ្សេងហើយបើអ្នកចង់រៀនសូឡាច្បាស់ហើយចង់បានអនុវត្តផ្ទាល់មកខាង IMB ហ្នឹងខ្ញុំជំនាញសូឡាឲ្យតែមានជំនាញមួយកូនក្មួយបាទជូនពរឲ្យកូនក្មួយមានចំណេះជំនាញនៅក្នុងជីវិតដើម្បីផ្លាស់ប្ដូរស្ថានភាពជីវិតពីភាពក្រីក្របាទសូមអរគុណ